ពុកម៉ែបងប្អូនដែលមានឡានជិះយូរឆ្នាំហើយអត់ដែលចាប់អារម្មណ៍លាងម៉ាស៊ីនត្រជាក់ឬក៏ឡានត្រជាក់ធម្មតាទេតែបើកម៉ាស៊ីនត្រជាក់មកធុំក្លិនឬក៏ជិះកាត់លូកាត់ផ្សែងកាត់ដីហុយធុំក្លិនចូលឬក៏យើងបើកយឺតឈប់ស្តុបអត់ត្រជាក់ទៅតែបើកលឿនបានត្រជាក់ឬក៏បើកសុកខ្យល់លែងចេញឬក៏បើកសុកម្ដងក្តៅម្ដងត្រជាក់បញ្ហាទាំងអស់ហ្នឹងមកពីឡានពុកម៉ែបងប្អូនប្រើយូរទៅយើងអត់ដែលលាងសម្អាតដាច់ប៉ង់ផងនឹងកដោកាត់ផងពេលអញ្ចឹងយើងប្រើខ្យល់ក្នុងក្តៅក៏ធុំក្លិនចូលដែរអញ្ចឹងយើងគួរមួយឆ្នាំជាង2ឆ្នាំមកលាងចោលម្សៅទៅដើម្បីឲ្យទី1ឲ្យស្អាតកញ្ឆេងទី2បានបិទប៉ង់ថ្មីបានបិទក្លិនពីក្រៅដីក៏លែងចូលហើយក្លិនក៏លែងធំហើយមានផាសុខភាពដល់ផ្លូវដង្ហើមយើងទៀតនេះក៏មើលកញ្ឆេងពុះនេះអញ្ចឹងគាត់ធ្វើដល់3ឆ្នាំ4ឆ្នាំបានគាត់យកមកលាងពេលអញ្ចឹងយកមកលាងគឺធ្លាយបាត់ហើយធ្វើការផ្លាស់ប្ដូរកញ្ឆេងអស់លុយច្រើនហើយអញ្ចឹងយើងគូមួយឆ្នាំជាង2ឆ្នាំបងប្អូនយកមកលាងម្សៅចោលទៅ